ឡងពេលនេះដែរសិស្សវិទ្យាល័យទាំងអស់មិនថាខ្ញុំឬក៏អ្នកទាំងអស់គ្នាសុទ្ធសឹងតែមានគោលដៅផែនការអនាគតសម្រាប់បញ្ចប់ថ្នាក់វិទ្យាល័យប៉ុន្តែក៏មានមួយចំនួនដែលពុំទាន់ដឹងថាគួរជ្រើសរើសជំនាញអ្វីសម្រាប់បន្តរៀនផងដែរងាកទៅខាងឆ្វេងក៏ខុសខាងស្ដាំក៏ខុសឯខ្លះទៀតនៅពេលដែលរៀនសាកលវិទ្យាល័យទើបដឹងថាខ្លួនរៀនជំនាញខុសដែលធ្វើឲ្យខកខ្លួនធ្វើឲ្យខាត់បង់ពេលវេលាព្រមទាំងថវិកាថែមទៀតផងលើពីនេះសិស្សគាត់ក៏ខ្វះការយល់ដឹងក្នុងការរកព័ត៌មានអាហារូបករណ៍ផ្សេងៗដែលជាហេតុធ្វើឲ្យគាត់បាត់បង់ឱកាសក្នុងការស្វែងរកភាពខ្លាំងនិងសក្តានុពលរបស់ខ្លួនរបស់ពួកខ្ញុំបានធ្វើការស្ទង់មតិទៅលើសិស្សដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុនសែនខ្ចៅលទ្ធផលបានបង្ហាញថាសិស្សចំនួន 51.4% គឺពុំទាន់ប្រកាសថាខ្លួនគួរតែជ្រើសរើសយកជំនាញអ្វីទេសម្រាប់សាកលវិទ្យាល័យបញ្ហាទាំងអស់នេះទាក់ទងទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី4និងទី8បើសិនបើមិនមានដំណោះស្រាយដោះស្រាយបញ្ហានេះទេច្បាស់ណាស់ថាសិស្សជាច្រើនប្រកាសជានឹងធ្វើការបោះបង់ការសិក្សារបស់ខ្លួននៅសាកលវិទ្យាល័យនិងមិនអាចប្រើភាពខ្លាំងរបស់ខ្លួនឲ្យអស់ពីសក្តានុពលនោះទេដែលមើលឃើញបញ្ហាទាំងអស់នេះហើយទើបក្រុម CCAN របស់នាងខ្ញុំបានបង្កើតនៅកម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា Future Path ដែលមានមុខងារសំខាន់ចំនួន3នោះគឺមុខងារទី1គឺមុខងារតេស្តបុគ្គលិកលក្ខណៈសម្រាប់ឲ្យសិស្សានុសិស្សស្វែងរកជំនាញដែលស័ក្តិសមទៅនឹងអត្តចរិតរបស់ខ្លួនហើយមុខងារទី2នោះគឺមុខងារ Chatbot សម្រាប់ផ្ដល់ព័ត៌មានលម្អិតអំពីជំនាញផ្សេងៗដោយយើងគ្រាន់តែសរសេរនៅជំនាញដែលយើងចង់រៀននោះវានឹងលោតចេញនៅព័ត៌មានលម្អិតអំពីជំនាញនីមួយៗ skill ដែលយើងត្រូវការឱកាសការងារនិងប្រាក់ខែផងដែរហើយមុខងារទី3នោះគឺព័ត៌មានអាហារូបករណ៍ដែលមានដូចជាសិក្ខាសាលាការងារស្ម័គ្រចិត្តការប្រកួតប្រជែងផ្សេងៗសម្រាប់ឲ្យយើងអាចដាក់ពាក្យបានបើទោះបីជាមាន website ជាច្រើននិយាយទាក់ទងពីការផ្ទេរបុគ្គលិកលក្ខណៈក៏ដោយតែ website ទាំងនោះគឺសរសេរជាភាសាអង់គ្លេសនិងប្រើប្រាស់បានតែមានអ៊ីនធឺណិតតែប៉ុណ្ណោះបើចំពោះ Future Path វិញគឺយើងអាចប្រើប្រាស់បានដោយមិនចាំបាច់មានអ៊ីនធឺណិតនិងសរសេរជាភាសាខ្មែរដែលជួយដល់អ្នកប្រើប្រាស់និងជួយគ្រប់គ្រងដល់ភាសាជាតិផងដែរពួកយើងបានឲ្យសិស្សចំនួន20នាក់ទៅនៅ app របស់យើងហើយពួកគេបាននិយាយថា app របស់យើងបានផ្ដល់ផលប្រយោជន៍និងជួយដោះស្រាយបញ្ហារបស់ពួកគេបានយ៉ាងពិតប្រាកដមែនបន្ទាប់ពីបានប្រើប្រាស់កម្មវិធី Future Path រួចមកខ្ញុំគិតថាកម្មវិធីនេះពិតជាមានភាពងាយស្រួលក្នុងការស្វែងរកអាជីពដោយផ្អែកលើបុគ្គលិកលក្ខណៈរបស់ខ្ញុំកម្មវិធីនេះពិតជាមានភាពងាយស្រួលនិងសាមញ្ញសម្រាប់ការប្រើប្រាស់ហើយខ្ញុំក៏អាចស្វែងរកព័ត៌មានអំពីអាហារូបករណ៍ដែលខ្ញុំមិនបានដឹងពីមុនខ្ញុំនឹងណែនាំកម្មវិធីមួយនេះទៅដល់សិស្សានុសិស្សទាំងអស់ដែលមិនដឹងថាខ្លួនគួរចាប់យកមុខជំនាញអ្វីនៅពេលដែលពួកគាត់បញ្ចប់ថ្នាក់វិទ្យាល័យ Future Path មិនត្រឹមតែជាកម្មវិធីទូរស័ព្ទដៃប៉ុណ្ណោះទេប៉ុន្តែវាក៏ជាជំនួយជួយដល់សិស្សានុសិស្សកម្ពុជាក្នុងការស្វែងរកខ្លួនឯងយ៉ាងកាន់តែច្បាស់ផងដែរ